អូខេចំណុចនេះជាចំណុចពិសេសហើយខ្ញុំគិតថាចែកជូនទៅកាន់យុវជនជាបទពិសោធន៍ដែលខ្ញុំបានឆ្លងកាត់ជាមួយនឹងបទពិសោធន៍កន្លងមករយៈពេលដែលខ្ញុំចប់សាកលវិទ្យាល័យហ្នឹងគឺវាគួរសមដែរខ្ញុំគិតថាខ្ញុំអាចមានលទ្ធភាពនៅក្នុងការចែកជូនអ្នកនរនេះហើយចែកជូនប្រកបទៅដោយលទ្ធភាពមួយដែលខ្ញុំគិតថាជាបទពិសោធន៍មួយដែលល្អហើយសម្រាប់បងប្អូនទាំងអស់នេះគូគិតពិចារណាខ្ញុំគិតថាគ្នាយើងចាប់នៅណាសាកលវិទ្យាល័យភ្លាមគ្នាយើងអត់ដឹងថាគូបន្តនៅដំណើរយើងបែបម៉េចទេមានអ្នកពេលខ្លះទៅអ្នកខ្លះមានការងារធ្វើហើយយើងក៏អត់ដឹងថាយើងគួរធ្វើអីបន្តអ្នកខ្លះគឺឈប់ធ្វើដំណើរទៅតែម្ដងមានអ្នកឈប់រៀនសូត្រឈប់គិតខ្វល់ខ្វាយគិតទៅធ្វើការតែម្ដងជាកំហុសឆ្គងមួយដែលខ្ញុំបោះពិសោធន៍របស់ខ្ញុំដែររយៈពេលខ្លះឆ្នាំពេលដែលខ្ញុំចាប់សាកលវិទ្យាល័យភ្លាមគឺខ្ញុំຕົកខ្លួនឯងចោលហើយខ្ញុំពិតជាស្ដាយនឹងសមត្ថភាពអ្វីដែលខ្ញុំបានខិតខំប្រឹងប្រែងរៀនសូត្រកន្លងមកមែនតើដោយសារតែយើងຕົកចោលពេលនោះយើងភ្លេចតោះនេះគឺយើងអញ្ចឹងជាចំណុចមួយដែលខ្ញុំចង់ថាប្រសិនបើចប់ថ្នាក់សាកលវិទ្យាល័យពឹបគ្នាយើងគួរគិតទី1ទៅរកការងារធ្វើត្រូវតែគោលដៅគឺរកការងារធ្វើប្រសិនបើមានហើយណាខ្ញុំបើសិនជាមានណាយើងគួរគិតពិចារណាគួរធ្វើអីបន្តណាអានេះគឺបើសិនជាអត់មានយើងត្រូវតែរកការងារធ្វើភ្លាមឬក៏ការងារតូចធំក៏ដោយបងអូនត្រូវចាំពាក្យបងណាប្រសិនបើបងអូនការងារមើលទៅមិនសមឬក៏មិនសមភ្នែកអ្នកដទៃបងអូនអត់ហ៊ានធ្វើអានោះហើយគឺជាបរាជ័យបងអូនត្រូវចាំពាក្យអញ្ចឹងណាការងារអីក៏ដោយចាប់សាកលវិទ្យាល័យពឹបបងអូន design to choose the job to get a job ប្រសិនបើអត់ទទួលបានឱកាសការងារនោះហើយគឺជាបរាជ័យណាតោះនេះហើយបើសិនជាបងអូននៅតែគិតថាតតែការងារធំការងារល្អអាហ្នឹងឯងវាគឺជាបរាជ័យភ្លាមឯងគ្រាន់តែបងអូនគិតអាហ្នឹងឯងគឺជាបរាជ័យតែម្ដងនៅក្នុងចំណុចទី2បងអូនត្រូវតែរៀន skill ឬក៏ទៅរៀន skill ណាបន្ថែមof course បងអូននឹង lock ខ្លួនឯងរយៈពេលកន្លះឆ្នាំឬអីគាត់ថាហើយខ្លួនឯងរៀនរហូតមកហត់ហត់ពិបាកនៅក្នុងការបន្តនៅជំនាញហ្នឹងណាអានេះជាការគិតខុសតែខ្ញុំឲ្យនិយមន័យបានហ្នឹងតែម្ដងខ្ញុំហ៊ានតែបងអូនគិតខុសបើសិនជាបងអូនចាប់ភ្លាមគ្រូក្បាលយើងនៅដំណើរការនៅការគិតល្អមានចំណេះដឹងពីជីវិតនៅសាកលវិទ្យាល័យខ្លះទៅជំនួយជាមួយនឹងអា skill ថ្មីហ្នឹងណាជាបទពិសោធន៍មួយដែលយើងគួររៀនអ្វីដែលថ្មីឬក៏ជំនាញណាដែលបងអូនគិតថាអូជាជំនាញហ្នឹងដែលយើងចូលចិត្តបំផុតបងអូនត្រូវតែទៅរៀនឲ្យវាស៊ីជម្រៅឲ្យវាច្បាស់មើលថាតើយើងពិតជាចង់បានអាហ្នឹងមែនអានេះគឺជាចក្ខុវិស័យឧទាហរណ៍បងអូនទៅរៀនខាងnetworking ចឹងឲ្យរៀនអា networking ហ្នឹងឲ្យវា deeply ឲ្យវាច្បាស់មើលថាតើវាយ៉ាងម៉េចហើយវាមានបរិបត្តិនៃគោលផ្លាស់ប្ដូរពីការងារមួយទៅការងារមួយហ្នឹងដោយរបៀបណាអានេះគឺជាលក្ខណៈពិសេសដែលយើងគួរគិតណានៅក្នុងចំណុចទី3ត្រូវរក rethink កន្លែងនេះគឺបងអូនត្រូវតែចាប់ផ្ដើមអីដែលថ្មីមួយដែលយើងគិតថាគឺជាការចាប់ផ្ដើមមួយដែលយើងអាចនឹងរៀនសូត្របានពីវាយើងអត់មែនតែយើងខ្លាចការបរាជ័យទេបងអូនត្រូវតែថាបងអូនចាប់ផ្ដើមជាមួយនឹងការងារមួយដែល challenge ខ្លួនឯងដែលធ្វើឲ្យខ្លួនឯងហ្នឹងទប់ទល់មួយវាហ្នឹងគឺពិបាកហើយត្រូវការពេលវាដើម្បីដោះស្រាយវាអានេះខ្ញុំអត់ដឹងថាបងអូនត្រូវទៅធ្វើអីណាប៉ុន្តែខ្ញុំចង់បង្ហាញផ្លូវថាបងអូនត្រូវចាំថាកន្លែងការងារមានការ challenge មកតង់តែបងអូនត្រូវកំណត់ខ្លួនឯងថាត្រូវធ្វើម៉េចឲ្យខ្លួនឯងនឹងជួបជាមួយនឹងឧបសគ្គច្រើនដើម្បីផ្លាស់ប្ដូរជាមួយនឹងបទពិសោធន៍ថ្មីដើម្បីផ្លាស់ប្ដូរនៅផ្នែកគំនិតហើយជាមួយនឹងការគិតមួយដែលស្របជាមួយនឹងផ្លូវដែលយើងចង់ទៅតានេះចឹងសួរថាតើចំណុចនៃចក្ខុវិស័យដែលខ្ញុំបានចែកជូននេះវាគឺជាអ្វីដែលយុវជនត្រូវតែធ្វើមែនទេសម្រាប់ខ្ញុំយុវជនត្រូវតែធ្វើ at least ក៏មាន2ចំណុចដែរចំណុចដែលខ្ញុំបានលើកឡើងទី1គឺទាក់ទងទៅនឹងការសិក្សាទៅលើសំទោសការដែលយើងទទួលបានការងារឬក៏ឱកាសការងារល្អអាប់ដេតពីមួយតង់ទៅមួយតង់ហើយចំណុចទី2គឺត្រូវរៀនឲ្យស៊ីជម្រៅជាមួយនឹងអ្វីដែលយើងចង់អ្វីដែលយើងគិតថាវាល្អសម្រាប់យើងនៅថ្ងៃអនាគតហើយចំណុចទី3នេះគឺទាក់ទងទៅនឹងការដែលធ្វើ something that small activity ឬអីផ្សេងណាអត់ធ្វើម៉េចឲ្យយើងជួបថាការ challenge នៃជីវិតរបស់យើងនេះហើយគឺជាផ្លូវមួយដែលយើងគួរតែគិតពិចារណា
នៅពេលដែលបងប្អូនទាំងអស់គ្នាចប់នៅក្នុងជីវិតនៃសាកលវិទ្យាល័យហើយមិនចង់ឲ្យខ្លួនឯងតនេអត់ប្រយោជន៍យើងចានឹងសួរថាតើតនេអត់ប្រយោជន៍នឹងយ៉ាងម៉េចតែតនេអត់ប្រយោជន៍យើងលែងចង់ធ្វើអីនៅពេលដែលយើងលែងធ្វើអីយើងនឹងភ្លេចអស់នៅអ្វីដែលយើងបានខិតខំប្រឹងប្រែងសន្សំចឹងសួរថាតើផ្លូវទាំងអស់ដែលខ្ញុំបានចែកជូននេះវាគឺជាផ្លូវដែលយើងត្រូវធ្វើមែនខ្ញុំគិតថាយើងត្រូវធ្វើប៉ុន្តែអ្វីដែលខ្ញុំឲ្យអតិភិបបំផុតគឺការតាំងចិត្តនិងការចង់បានរបស់បងប្អូនទាំងអស់គ្នាត្រូវតែកំណត់បើសិនជាបងប្អូនទាំងអស់គ្នាកំណត់ចង់ធ្វើអីផ្សេងខ្ញុំក៏អាចមានអតិភិបថាយើងល្អប្រសើរសម្រាប់ជីវិតរបស់យើងដែរប៉ុន្តែបើសិនជាបងប្អូនទាំងអស់គ្នាអត់ដឹងថាខ្លួនឯងធ្វើអីគឺបង្កើត3ទម្លាប់ហ្នឹងទៅបងប្អូនទាំងអស់គ្នានឹងមើលឃើញមាគ៌ាមួយសម្រាប់ខ្លួនឯងនៅថ្ងៃអនាគតដែរនេះជាអ្វីដែលខ្ញុំចង់ចែកជូនហើយខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាជ្រើសរើសផ្លូវមួយដ៏ស័ក្តិសមសម្រាប់នៃការតាំងចិត្តរបស់ខ្លួនឯងហើយជាពិសេសគោលដៅនៃជីវិតរបស់ខ្លួនឯងផងដែរអរគុណច្រើនណាស់សម្រាប់ការទស្សនានៅវីដេអូហើយខ្ញុំសង្ឃឹមថាអ្នកនរគ្នាពេញចិត្តជាមួយនឹងវីដេអូរបស់ខ្ញុំបើសិនជាមានសំណួរអីផ្សេងៗចូលខមមិននៅវីដេអូខាងក្រោមផងដែរអរគុណច្រើនណាស់ជំរាបលាបាយបាយ